សួស្តីអ្នកគ្នាត្រឡប់មកវិញជាមួយនឹងវីដេអូថ្មីនៅក្នុងថ្ងៃនេះដែរគឺយើងមកនិយាយអំពីសាច់រឿងនៅពីក្រោយ Kisame Hoshikage ដែលជាសមាជិកម្នាក់នៅក្នុង Ninja របស់ The Hidden Mist នៅក្នុងរឿង Naruto តួអង្គនេះត្រូវបានគេជឿថាជាតួអង្គដែលចិត្តអាក្រក់ជាមនុស្សដែលខូខើជាមនុស្សដែលវិកលចរិតនិងជាមនុស្សដែលរីករាយនៅក្នុងការសម្លាប់មិត្តភក្តិខ្លួនឯងឬក៏សម្លាប់អ្នកដទៃហើយថាគាត់គឺជាអ្នកក្បត់ village ទៀតប៉ុន្តែការពិត Kisame គាត់មិនមែនជាមនុស្សអាក្រក់ទេគាត់គ្រាន់តែជា ninja ម្នាក់ដែលត្រូវបានបំបែកចិត្តដោយប្រព័ន្ធ system ខ្លួនឯងដែលគាត់ជឿទុកចិត្តបំផុត system មួយដែលជឿថានឹងការពារគាត់តែចុងក្រោយបែរទៅជាក្បត់គាត់វិញអញ្ចឹងយើងនៅតែស្វែងយល់ថាហេតុអីបានជា Kisame សម្រាប់មិត្តរួមក្រុមខ្លួនឯងហេតុអីបានជាពាក្យថាភាពស្មោះត្រង់គឺគាត់ឲ្យតម្លៃយ៉ាងដូចនេះហើយតើហេតុអីបានជាចុងក្រោយ My Guy គឺសន្យាថានឹងមិនភ្លេចឈ្មោះរបស់គាត់មុនចូលដល់ខ្លឹមសារយ៉ាងជ្រៅជាងហ្នឹងសូមឲ្យទាំងអស់គ្នាកុំភ្លេចជួយ like subscribe និងបើក notification ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗទៀតពីខ្ញុំដូច្នេះយើងចូលទៅកាន់ខ្លឹមសារនៃវីដេអូនេះទាំងអស់គ្នាដើម្បីយល់ពី Kisame យើងត្រូវយល់ពីកន្លែងដែលគាត់ធំធាត់ឡើងសិនគាត់គឺកើតឡើងនៅក្នុង village មួយឈ្មោះថា Kirikakure នៅក្នុងយុគសម័យ The Body Blood Mist Era ជាពេលដែល village គឺស្ថិតក្រោមការគ្រប់គ្រងរបស់ Yagura ដែលជា Mizukage ទី4 village នោះគឺខូខើហើយនៅក្នុងសាលា Ninja របស់ Kirikakure សិស្សដែលស្ថិតនៅវ័យក្មេងគឺត្រូវបានបង្ខំឲ្យសម្លាប់គ្នាទៅវិញទៅមកដើម្បីបញ្ឈប់ការសិក្សាវាមិនមែនជាការប្រឡងធម្មតាទេប៉ុន្តែវាគឺជាការប្រឡងមួយដែលមានមនុស្សតែម្នាក់ប៉ុណ្ណោះដែលអាចចេញពីទីកន្លែងនោះបានឧទាហរណ៍ដ៏ល្បីបំផុតគឺជាសាច់រឿងរបស់ Zabuza Momoshi ដែលគាត់គឺបានសម្លាប់មិត្តរបស់ខ្លួនឯងជាង100នាក់ដើម្បីបញ្ចប់ការសិក្សាបន្ទាប់ពីហេតុការណ៍នេះរួចទើបនៅក្នុង Hidden Mist គឺលែងមានការប្រឡងបែបនេះទៀតប៉ុន្តែស្ថិតនៅក្នុងសម័យនោះ Kirikakure គឺជាកន្លែងមួយដែលបង្រៀនមនុស្សក្មេងៗឲ្យក្លាយទៅជាម៉ាស៊ីនសម្លាប់ជា ninja ដែលគ្មានអារម្មណ៍នៅក្នុងខ្លួនទេដូច Kisame ចឹងគាត់ត្រូវបានគេដាក់ឲ្យការពារ Cypher Division ដែលជាផ្នែកនៃពាក្យសម្ងាត់របស់យោធាអ្នកដឹកនាំរបស់គាត់ពេលនោះគឺជា Fukuri Saikasen ដែលជាសមាជិកម្នាក់នៅក្នុង Ninja Seven Swordsman របស់ The Hidden Mist នឹងហើយគាត់ត្រូវបានកាន់ដាវដ៏ល្បីមួយឈ្មោះថា Samehada Fukuri គឺបានផ្ដល់ពាក្យបញ្ជាមួយនិងបន្តឲ្យ Kisame គឺប្រើដល់ចុងបញ្ចប់នៃជីវិតរបស់គាត់គឺបាននិយាយថាការការពារកូដសម្ងាត់របស់ village គឺវាមានតម្លៃគ្រប់អ្វីៗទាំងអស់បើទោះបីជាយើងត្រូវសម្លាប់មិត្តភក្តិខ្លួនឯងក៏ដោយដាច់ខាតគឺកុំឲ្យព័ត៌មានទាំងអស់នេះគឺបែកធ្លាយទៅខាងក្រៅវាមិនមែនជាពាក្យណែនាំទេវាគឺជាពាក្យដែលយោធា Ninja របស់ The Hidden Mist គឺត្រូវប្រើនៅក្នុងប្រព័ន្ធយោធារបស់ Kirikakure ព័ត៌មានសម្ងាត់គឺគេឲ្យតម្លៃណាស់ហើយវាលើសពីជីវិតរបស់ Kisame នឹងឯងទៀតថ្ងៃមួយក្រុមរបស់ Kisame គឺត្រូវបានវាយប្រហារដោយកងសួរសំណួររបស់ Konoha ដែលដឹកនាំដោយ Ibiki Ibiki ជាណាគេ Ibiki គឺជាអ្នកសួរព័ត៌មានដ៏ល្បីបំផុតមួយដ៏គួរឲ្យខ្លាចនៅក្នុងពិភព Shinobi ការងាររបស់គាត់គឺទាញយកព័ត៌មានពីអ្នកទោសបើទោះបីជាត្រូវប្រើវិធីសាស្ត្រយ៉ាងណាក៏ដោយនៅក្នុងការប្រយុទ្ធនោះសមាជិកជាច្រើនរបស់ Kisame គឺត្រូវបានចាប់ខ្លួនពួកគេគឺរងរបួសហើយនឹងត្រូវធ្វើទរណកម្មដើម្បីឲ្យប្រាប់ពីកូដសម្ងាត់ហើយនៅពេលដែល Kisame គឺឈរនៅចន្លោះជម្រើសដែលគ្មានផ្លូវល្អណាមួយដែលឃើញថាគាត់គឺមិនអាចឈ្នះ Ibiki និងកងទ័ពជាច្រើននោះទេគាត់មិនអាចសង្គ្រោះមិត្តរួមក្រុមទាំងអស់បានទេហើយបើសិនបើគាត់រត់គេចមិត្តរបស់គាត់គឺនឹងត្រូវធ្វើទរណកម្មហើយចុងក្រោយពួកគេគឺនឹងប្រាប់ព័ត៌មានសម្ងាត់ដែលអាចបំផ្លាញទៅដល់ village ទាំងមូលហើយនៅពេលនោះ Kisame ក៏បានចាំពាក្យបញ្ជាដែល Fukuri គឺប្រាប់គាត់ការការពារកូដសម្ងាត់គឺត្រូវតែសំខាន់បើទោះបីជាសម្លាប់មិត្តភក្តិខ្លួនឯងក៏ដោយវាគឺជាពេលវេលាដែល Kisame គឺចាប់ផ្ដើមបណ្ដុះបណ្ដាលនិងធ្វើការងារទាំងអស់នេះគាត់គឺបានសម្លាប់មិត្តរួមក្រុមរបស់គាត់ប្រហែលជា7នាក់មុនពេលដែលកង Ibiki គឺបានទាញយកព័ត៌មានពីពួកគេនៅក្នុងចំណោមអ្នកស្លាប់នោះគឺមាន Konuchi ម្នាក់ឈ្មោះថា Miru គឺជាមនុស្សម្នាក់ដែលព្យាយាមធ្វើជាមិត្តរបស់ Kisame ខ្លាំងណាស់នៅក្នុង village ទាំងមូលដែលពោពេញទៅដោយអ្នកសង្ស័យហើយគួរឲ្យខ្លាចនឹងខូខើមានតែនាងទេគឺជាមនុស្សម្នាក់ដែលព្យាយាមយល់ពី Kisame ប៉ុន្តែនៅពេលដែលនាងជិតស្លាប់ Miru ក៏បានសួរសំណួរមួយទៅកាន់ Kisame ថាហេតុអីបានគាត់ធ្វើចឹងចម្លើយ Kisame ដែលឆ្លើយពេលនោះគឺត្រជាក់ខ្លាំងណាស់គាត់ថាខ្ញុំត្រូវធ្វើអ្វីដែលចាំបាច់ដើម្បីកុំឲ្យព័ត៌មានគឺលេចធ្លាយហើយការសម្លាប់មិត្តភក្តិខ្លួនឯងវាជារឿងមួយដែលជាជំនាញរបស់ខ្ញុំប៉ុន្តែអ្វីដែលធ្វើឲ្យពេលវេលាមួយនោះគឺកាន់តែឈឺចាប់ជាងនេះ Miru គឺអត់បានខឹងគាត់ទេហើយក៏មិនបានហៅគាត់ថាជាមនុស្សអាក្រក់ឡើយនាងគ្រាន់តែសម្លឹងមើលទៅភ្នែករបស់ Kisame ទាំងសោកសៅហើយនិយាយថា
វាពិតជាគួរឲ្យសោកស្ដាយណាស់ដែលថាជីវិតបែរទៅជាមករស់នៅវេទនាបែបនេះសូម្បីតែនាងក៏យល់ដែរថា Kisame គឺអត់មានជំរើសទេមនុស្សជាច្រើននិយាយថាគាត់គឺអាចបដិសេធទៅលើបញ្ជាទាំងអស់នេះបានប៉ុន្តែយើងសាកគិតមើលអ្វីដែលកើតឡើងប្រសិនបើគាត់មិនធ្វើបែបហ្នឹងហើយស្ថិតនៅក្នុងសម័យ Vladimir ប្រសិនជា Kisame គឺបដិសេធទៅលើពាក្យបញ្ជាទីមួយគឺគាត់ត្រូវប្រហារជីវិតដោយសារតែការក្បត់ប្រសិនជាគាត់រត់គេចគាត់នឹងខ្លាយទៅជា missing nin ហើយត្រូវបានគេតាមសម្លាប់ទៅដែរបើសិនជាគាត់មិនធ្វើអ្វីទាំងអស់មិត្តរបស់គាត់នឹងរណកម្មចុងក្រោយគឺត្រូវបានបែកព័ត៌មានសម្ងាត់ហើយបណ្ដាលឲ្យ Shinobi រាប់រយនាក់នៅ Kirikakure ជាជនរងគ្រោះ Kisame គឺនឹងត្រូវប្រហារជីវិតព្រោះគាត់បរាជ័យនៅក្នុង mission នេះគឺជាអ្វីដែលអ្នកវិភាគជាច្រើនបានហៅថា trolley problem វាគឺជាស្ថានភាពដែលថាជ្រើសផ្លូវមួយណាក៏ដោយក៏ត្រូវមានមនុស្សស្លាប់ដែរប៉ុន្តែវាជាជំរើសពីរដែលថាមានជំរើសមួយគឺគ្រោះថ្នាក់តិចជាងអញ្ចឹង Kisame គឺជ្រើសរើសយកជំរើសដែលការពារភូមិបន្ទាប់ពីបេសកកម្មបញ្ចប់នៅពេលដែល Kisame គឺត្រឡប់ទៅកាន់ Kirikakure វិញគាត់ក៏បានរាយការណ៍ពីអ្វីដែលគាត់ធ្វើហ្នឹងហើយគាត់គិតថាគាត់គឺបានការពារ village ហើយដោយបោះបង់អីគ្រប់យ៉ាងដើម្បីតែកូនសម្ងាត់ហ្នឹងប៉ុន្តែក្រោយមកគាត់បែរទៅជារកឃើញការពិតវិញដែលបំផ្លាញពិភពលោកដែលគាត់កំពុងរស់នៅសពថ្ងៃមនុស្សដែលចេញបញ្ជានិងគាត់ជឿទុកចិត្តបំផុតនោះបែរទៅជាលក់ព័ត៌មានឲ្យទៅ village ផ្សេងវិញដែលធ្វើឲ្យ Kisame ខឹងណាស់ក៏បានសម្លាប់ Fukuri នៅពីមុខខ្លួនឯងហើយចោទថាជាជនក្បត់ហើយក៏បានដកដាវ Samehada មកតាមខ្លួនចាប់ពីថ្ងៃនោះទៅ Kisame គឺមិនត្រឹមតែជា ninja របស់ Hidden Mist ទៀតទេគាត់ខ្លាយទៅជាអាយ៉ងមួយដែលបាត់បង់ជំនឿលើពិភពលោកទាំងមូលបន្ទាប់ពីព្រឹត្តិការណ៍នោះត្រូវបានមើលឃើញដោយតួអង្គម្នាក់ឈ្មោះថា Yakura Karatashi គាត់នឹងហើយគឺជា Mizukage ទី4នៃ Kirikakure Yakura ក៏បានសរសើរទៅលើ Kisame ដែលថាជា Shinobi មួយដែលមានភាពស្មោះត្រង់ខ្លាំងចំពោះ village ប៉ុន្តែសម្រាប់ Kisame ពាក្យសរសើរទាំងអស់នេះគឺវាលែងមានន័យទៀតឡើយនៅពេលដែលគាត់គឺចាប់ផ្ដើមយល់ថាជីវិតទាំងមូលរបស់គាត់គឺត្រូវបានកសាងឡើងពីភាពកុហកហើយក៏ចាប់ផ្ដើមសួរខ្លួនឯងថាតើគាត់គឺជា ninja ស្មោះត្រង់របៀបម៉េចឬក៏គាត់គ្រាន់តែជាឃាតករអត្តសញ្ញាណទាំងមូលក៏ត្រូវបានបំផ្លាញនៅពេលដែល Fukuri គឺធ្វើដូច្នេះនៅពេលដែល Kisame គឺស្ថិតនៅក្នុងភាពសង្ស័យជាច្រើនក៏មានតួអង្គម្នាក់ក៏បានលេចចេញមកនៅពីក្រោយ Yakura Karatashi នោះគឺជា Obito Uchiha ដែលកំពុងប្រើឈ្មោះ Madara Uchiha Obito ក៏បានបង្ហាញថាគាត់គឺបានប្រើ Sharingan ដើម្បីគ្រប់គ្រង Mizukage ទី4ពេញមួយសម័យ Bloody Mist ភាពខូខើទាំងអស់ពាក្យបញ្ជាដ៏អាក្រក់គ្រប់យ៉ាងនិងការបង្ខំ Shinobi ឲ្យសម្លាប់គ្នាឯងវាគឺជាផ្នែកមួយនៃផែនការរបស់ Obito ក៏បាននិយាយទៅកាន់ Kisame ទៀតថាគាត់គឺអាចផ្ដល់អ្វីមួយឲ្យ Kisame សម្រាប់បន្តរស់នៅក្នុងពិភពលោកមួយនេះនិងនិយាយអំពីផែនការមួយតាក់ទងទៅនឹង Eye of the Moon Plan ជាផែនការដែលបង្កើតឡើងពិភពលោកថ្មីពិភពលោកមួយដែលលែងមានភាពកុហកលែងមានភាពក្បត់និងគ្មានមនុស្សណាដែលអាចសម្លាប់មិត្តភក្តិខ្លួនឯងទៀតឡើយពិភពលោកមួយដែលអ្វីៗទាំងអស់វាជាការពិតប៉ុន្តែ Kisame គឺអត់ដឹងទេថាផែនការ Eye of the Moon Plan មិនមែនជាពិភពនៃការពិតឡើយវាគឺជា Infinite Tsukuyomi ជាជីនjutsu ដ៏ធំមួយដែលបានដាក់មនុស្សឲ្យរស់នៅក្នុងពិភពคล้ายៗជារៀងរហូតប៉ុន្តែនិយាយងាយយល់ Kisame គឺជាមនុស្សដែលស្អប់ការកុហកជាងអ្វីទាំងអស់ហើយចុងក្រោយគាត់បែរទៅជាស្លាប់នៅក្នុងភាពជឿទៅលើការកុហកនេះដដែលប៉ុន្តែអីដែលយើងមិនអាចរំលងបានគឺជាអត្តសញ្ញាណនៃភាពស្មោះត្រង់របស់គាត់បើទោះបីជាគាត់គឺកំពុងតែដើរនៅក្នុងភាពកុហកជាច្រើនប៉ុន្តែគាត់នៅតែស្មោះត្រង់ជាមួយនឹងបេសកកម្មនិងមិត្តរួមក្រុមគាត់ស្មោះត្រង់ជាមួយក្រុម Akatsuki នៅពេលដែលគាត់គឺចាប់ដៃគូជាមួយនឹង Itachi Uchiha នៅក្នុងរយៈពេល8ឆ្នាំដែលគាត់ធ្វើការជាមួយនឹង Itachi Kisame គឺជាតួអង្គមួយដែលគោរពការសម្រេចចិត្តរបស់ Itachi គាត់គឺបានហៅ Itachi ថាជា Itachi-sen ហើយនៅក្នុងចំណោមសមាជិកក្រុម Akatsuki មនុស្សម្នាក់ដែល Obito ទុកចិត្តបំផុតក៏គឺជា Kisame ដែរព្រោះអីបន្ទាប់ពីយើងឃើញ Itachi គឺគាត់ស្លាប់ Obito ក៏បានបង្ហាញអត្តសញ្ញាណរបស់ខ្លួនទៅកាន់ Kisame ហើយបាននិយាយថាខ្ញុំសុំទោសដែលខ្ញុំលាក់ការពិតពី Kisame ឯងព្រោះ Kisame គឺជាមនុស្សម្នាក់ដែលនៅចិត្តគាត់បំផុតក្រៅពី Nagato និង Conan មានតែ Kisame ទេដែលដឹងពីអត្តសញ្ញាណរបស់ Obito និងផែនការ Eye of the Moon Plan ព្រោះ Obito គឺជឿថា Kisame គឺជាមនុស្សដែលគាត់អាចរក្សាអាថ៌កំបាំងបានបើទោះបីជាត្រូវលះបង់ការជីវិតក៏ដោយការរំពឹងទុកទាំងនេះ
Kisame គឺបានធ្វើវាមែនវាគឺជាពេលដែលយើងឃើញនៅពេលដែលការស្លាប់របស់ Kisame គឺចូលមកដល់ដែលនៅក្នុងពេលដែលគាត់គឺប្រយុទ្ធជាមួយនឹង My Guy ហើយ Guy គឺបានបើក Seven Gate រួចប្រើបច្ចេកទេសមួយហៅថា Daytime Tiger ធ្វើឲ្យរាងកាយរបស់ Kisame ទាំងមូលគឺត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនដោយ Yamato ដោយប្រើ Root Style ចងគាត់ហើយឲ្យ Oba គឺសួរចម្លើយពេលនោះគឺយើងឃើញថានៅពេលដែលពួកហ្នឹងគឺប្រើបច្ចេកទេសអានចិត្តនៅក្នុងចិត្តរបស់ Kisame គឺបានខំណាត់ខ្លួនឯងដើម្បីឲ្យអង្គចងចាំរបស់ Kisame គឺត្រូវបានកាត់ផ្ដាច់ហើយព័ត៌មាន Obito និង Eye of the Moon Plan គឺអត់បែកទេអញ្ចឹងសបញ្ជាក់ថាបើទោះបីជារាងកាយរបស់គាត់គឺរងរបួសធ្ងន់ក៏ដោយក៏ Kisame គឺនៅតែរឹងរូសហើយចិត្តរឹងមាំដោយមិនបញ្ចេញព័ត៌មានអីទាំងអស់ហើយគាត់ដឹងយ៉ាងច្បាស់ទៀតថាគាត់គឺអាចរត់គេចបានទេហើយក៏មិនអាចមកឈរតទល់ប្រយុទ្ធទៀតឡើយ Kisame ក៏បានបង្កើត Water Prison Technique របស់ខ្លួនគាត់ហើយចាប់ខ្លួនឯងដាក់ក្នុងទឹកនោះនឹងឲ្យត្រីឆ្លាមខ្លួនឯងហ្នឹងគឺស៊ីខ្លួនឯងទៀតគាត់បានជ្រើសរើសជំរើសស្លាប់ដើម្បីការពារអាថ៌កំបាំងរបស់ក្រុម Akatsuki នៅចុងបញ្ចប់ជីវិតគាត់ក៏បាននិយាយពាក្យមួយទៅកាន់ Itachi Uchiha ថាវាហាក់ដូចជាដល់ទីបំផុតហើយដែលគាត់គឺមិនមែនជាមនុស្សអាក្រក់ទៀតទេព្រោះគាត់គឺចាំពាក្យដែល Itachi និយាយ Itachi គឺធ្លាប់និយាយទៅកាន់គាត់ថាយើងមិនដឹងខ្លួនឯងនឹងក្លាយទៅជាមនុស្សបែបណាទេរហូតទៅដល់ពេលមុនចិត្តស្លាប់ហើយ Kisame គឺបានយល់ពីពាក្យនេះចុងក្រោយគឺគាត់ដឹងត្រឹមថាគាត់ជាមនុស្សម្នាក់ដែលស្មោះត្រង់ចំពោះមិត្តរួមក្រុមដង្ហើមចុងក្រោយក៏បានឃើញពីភាពស្មោះត្រង់និងការលះបង់ហើយ My Guy ក៏បានគោរពនិងឲ្យតម្លៃគាត់ថាជាបរិសម្នាក់ដែលស្មោះត្រង់នៅក្នុងក្រុម Akatsuki និងថាគាត់គឺមិនភ្លេចឈ្មោះ Kisame ទៀតឡើយរឿងនេះបែរជាខ្លាចទៅជាពិភពមួយដែលពោរពេញទៅដោយកុហកប៉ុន្តែ Kisame គឺនៅតែស្មោះត្រង់ហើយវាគឺជាអត្តចរិតដែលគាត់ប្រកាន់យកអូខេចឹងតើទាំងអស់គ្នាយល់យ៉ាងម៉េចដែរចំពោះ Kisame តើគាត់គឺជាតួអង្គម្នាក់ដែលទាំងអស់គ្នាគឺចូលចិត្តអត់អាចទៅមិននៅខាងក្រោមបានយើងជួបគ្នាជាមួយខ្ញុំនៅវីដេអូថ្មីមួយទៀត That's all I got. Peace and love. I'm out. Bye bye.